អាឡូអូនចាបងអូននឹងកូនកំពុងធ្វើអីហ្នឹងចាអូននឹងកូនកំពុងរៀបចំញ៉ាំបាយចុះបងវិញបងក៏កំពុងរៀបចំដែរចុះអូនមានបានទៅអើតមើលស្រែចម្ការយើងខ្លះដែរទេអូនអត់ដែលបានទៅមើលសោះបងអើយតាំងពីថ្ងៃបងចេញទៅបំពេញបេសកកម្មនៅព្រំដែនមកអូនគ្មានពេលទៅសោះបងព្រឹកឡើងអូនរៀបចំបាយទឹកទុកឲ្យកូនហើយអូនចេញទៅធ្វើការពេញមួយថ្ងៃដល់ល្ងាចមកដល់ផ្ទះវិញជប់បាត់ទៅហើយបងហើយពេលណាបងត្រឡប់មកវិញដែរបងមិនទាន់ដឹងទេអូនព្រោះស្ថានភាពនៅទីនេះមិនទាន់ធូរស្រាលនៅឡើយទេអូនបងប្រយ័ត្នប្រយែងហើយមើលថែខ្លួនផងណាអូននិងកូនបារម្ភពីបងបាទបងដឹងហើយអូនអូយជួយខ្ញុំផងពស់ចឹកខ្ញុំហើយអូវាជាពស់ពឹសយើងត្រូវទៅនាំមិត្តយើងទៅមន្ទីរពេទ្យទៅបានបងប្អូនយើងទាំងពីរជូនមិត្តយើងទៅមន្ទីរពេទ្យចុះរីឯពួកខ្ញុំបន្តដើរល្បាតបន្តទៀតយើងមិនអាចទៅចោលគោលដៅបានទេព្រោះថាសត្រូវរបស់យើងអាចនឹងឆ្លៀតឱកាសឃ្លានពានទឹកដីយើងបានគ្រប់ពេលវេលាយើងមិនត្រូវឲ្យពួកវាធ្វើអ្វីតាមចិត្តបានទេឈប់សិននេះពួកលោកកំពុងដើរល្បាតរំលោភលើទឹកដីរបស់កម្ពុជាយើងហើយសូមពួកលោកត្រឡប់ថយក្រោយវិញកុំបន្តទៅមុខទៀតមិនដូច្នេះទេប្រកាសជាមានរឿងធំមិនខានបាទពួកយើងដើរវង្វេងព្រៃទៅច្រឡំផ្លូវមកដល់ទីនេះបាទខ្ញុំយល់ហើយថាវាយ៉ាងណានោះហើយខ្ញុំក៏មិនខ្វល់ថាអ្នកច្រឡំឬបន្លំនោះដែរសំខាន់ចេញឲ្យផុតពីទីនេះហើយចេញឲ្យលើនេះភ្លាមទៅបងប្អូនយើងមេឃភ្លៀងខ្លាំងណាស់ប្រយ័ត្នប្រយែងសុខភាពឲ្យបានល្អដូរវេនគ្នាយាមឲ្យបានត្រឹមត្រូវខ្លាចក្រែងសត្រូវយើងវាឆ្មក់កុំសម្រាប់ដៃខ្ញុំអីកុំសូមឲ្យទេវតានិងវត្ថុស័ក្តិសិទ្ធិដែលមានឫទ្ធិអំណាចជួយតាមថែរក្សាប្តីខ្ញុំនិងទីហ៊ានខ្មែរទាំងអស់ឲ្យជួបតែសេចក្តីសុខជោគជ័យលើខ្មាំងសត្រូវគ្រប់ទិសទីសាធុកូនតើកូនបានគូគំនូវីរៈជនរបស់កូនហើយឬនៅចាបានរួចហើយអ្នកគ្រូអញ្ចឹងអ្នកគ្រូសូមឲ្យកូនរៀបរាប់អំពីវីរៈជនរបស់កូនថាតើពួកគាត់មានអ្វីអស្ចារ្យខ្លះនិងបានលះបង់អ្វីខ្លះសម្រាប់កូនសូមកូននិរន្តរ៍ឡើងបរិយាយមុនគេជម្រាបសួរអ្នកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញគំនូរមនុស្សពីររូបដែលជាវីរៈជនរបស់ខ្ញុំទី1គាត់គឺជាអ្នកម្ដាយរបស់ខ្ញុំគាត់បានផ្ដល់កំណើតនិងចិញ្ចឹមបីបាច់ថែរក្សាខ្ញុំទី2គឺលោកឪពុករបស់ខ្ញុំគាត់ជាមេគ្រួសារគាត់ជាឪពុកដ៏អស្ចារ្យសម្រាប់គ្រួសារខ្ញុំហើយគាត់ក៏ជាទីហ៊ានដ៏ក្លាហានម្នាក់គាត់ហ៊ានលះបង់បូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដីខ្មែរយើងពីការឈ្លានពានរបស់សត្រូវឪពុករបស់ខ្ញុំបានប្រាប់ខ្ញុំថាយើងកើតមកមានឈាមជ័រជាខ្មែរយើងត្រូវតែហ៊ានពលីគ្រប់បែបយ៉ាងដើម្បីដានដីខ្មែរយើងម៉ែថ្ងៃនេះកូនបានពិន្ទុ10ទៀតហើយល្អណាស់កូនហើយចុះពិន្ទុ10លើមុខវិជ្ជាអីដែរកូនចាគឺមុខវិជ្ជាគំនូរណាម៉ែល្អណាស់កូនម៉ែកូនគូររូបអីដែរកូនចាម៉ែកូនបានគូររូបម៉ែនិងពុកហើយឡើងរៀបរាប់ជូនអ្នកគ្រូអំពីការលះបង់របស់ម៉ែពុកម៉ែកូនចង់ទូរស័ព្ទទៅពុកបានទេម៉ែមានអីចាំម៉ែទៅពុកឲ្យកូនអាឡូបងបាទអូនកូនយើងគេនឹកបងគេចង់ជួបបងអាឡូជំរាបសួរពុកសុខទុក្ខយ៉ាងណាហើយពុកមាននឹកម៉ែនិងកូនអត់បាទនឹកកូននឹកខ្លាំងបំផុតទៀតណោពុកថ្ងៃនេះកូនបានពិន្ទុ10លើមុខវិជ្ជាគំនូរណាពុកកូនស្រីពុកពូកែមែនវីរៈកងទ័ពខ្មែរគ្រប់រូបបានលះបង់គ្រប់បែបយ៉ាងប្រកបដោយភាពអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិមាតុភូមិនិងបូរណភាពទឹកដីសម្ដៅធានានិងរក្សាសន្តិភាពនិងផ្ដល់សុខដុមរមនាដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបសូមចុចលើប៊ូតុង Subscribe រួចចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូដែលជាគតិអប់រំជីវិតពីពន្លកគំនិតនាំមកជូនដោយមិត្តហ្វូន